ខ្ញុំស្អប់រឿងប្រធានសម្ដីបានតែធ្វើការមិនកើតយល់ទេពេលកម្មករធ្វើមិនទាន់អីមិនទាន់អត់ចេះឆែកមើលថាធ្វើមិនអីមិនកន្លែងហ្នឹងដាក់ម៉ាននេះអីទេប្រធានចេះតែជេរពេលឲ្យឡើងដេកែទាំងអស់ដេអន់ជាងកូនចៅដេក៏ក្រិចប៉ុន្តែសម្ដីបានចេះតែជេរចេះតែបោះអាវឲ្យកូនចៅកែពេលឲ្យឡើងដេមកដេអន់ជាងកូនចៅដេដូចអាចសោះហើយអួតថាចេះតែជេរបចោក្បាលកូនចៅហើយចិនក៏ចឹងដែរបើនិយាយវិចិនវិញជេររាល់ថ្ងៃអញ្ចឹងប្រធានគាត់អត់ចេះដេទេយល់ហើយតែគាត់បានសម្ដីយោងបើប្រធានមិនចេះដេគួរយល់មួយកូនចៅខ្លះហៅប្រធានដេសមត្ថភាពអន់ជាងកូនចៅហ្នឹងជេរក្បាលកូនចៅដាក់សម្ពាធឲ្យកូនចៅអត់ចេះយល់អត់ចេះក្រែងចិត្តកូនចៅហើយចិនក៏ចឹងដែរចិនណាពេលយើងអត់អីធ្វើជេរក្បាលយើងថាឲ្យហ្នឹងមិនអាណាបើកលុយឲ្យហែងមែនចិននិយាយចិនមិនសូវជាឈឺទេឈឺអាចិននិយាយខ្មែរច្បាស់ចែហ្នឹងឈឺហ្មងវានិយាយថាឯងអង្គុយលើកជើងហ្នឹងមែនអង្គុយលេងអត់ប្រយោជន៍ថាណាបើកលុយឲ្យមែនចិននិយាយអញ្ចឹងយើងដេកអង្គុយលេងខុសដែរមែនយើងដេកអស់ពីកន្លែងអង្គុយលេងក៏ខុសយើងដេកមិនទាន់ដេកអត់ទាន់គេក៏ខុសហ្នឹងឯងចឹងឲ្យចិនណាអូនប្រឹងដេកច្រើនយើងដេកអស់អង្គុយលេងក៏ជេណាពេលយើងធ្វើអត់ទាន់ក៏ជេខ្ញុំវគ្គត្រង់ហ្នឹងការងាររោងចក្រវគ្គត្រង់ថាដេកអស់ពីកន្លែងអង្គុយលេងក៏វាជេក្បាលរួចដេកមិនទាន់គេក៏វាជេក្បាលមិនប្រងឲ្យធ្វើមិនបានកប់ចិត្តចិនហ្នឹងកប់ចិត្តវាចង់បានចំនួនច្រើនដែរយើងធ្វើតតងាប់ហ្នឹងចង់និយាយថាចំនួនមានហើយដេកអស់ពីកន្លែងអង្គុយលេងនៅតែជេក្បាលមិនខ្ញុំបានចង់បានអាម៉េចខ្ញុំឆ្ងល់ខ្ញុំអាចចាំទៅសួរទៀតមើលមេឯងសួរចិនមើលថាធ្វើហ្នឹងមានន័យមិនចង់ឲ្យកម្មករដេកងាប់មែនហើយវាក៏យ៉ាងម៉េចបើដេកអស់ពីកន្លែងហើយអង្គុយចាំអាវមកពីក្រោយមួយជេក្បាលឥឡូវទៅធ្វើការសិនហើយចាំកាយទៅសួរទៅមើលឲ្យលើអត់ដាក់មនុស្ស3នាក់ដេកតាន់ដកមនុស្សចេញដេកអត់តាន់ជេឡើងការរោងចក្រចឹងអូនរោងចក្រខំដេកអស់ពីកន្លែងដេកអស់ពីកន្លែងដកមនុស្សពេលដកមនុស្សទៅហើយដេកលេងតាន់ពេលដេកលេងតាន់ហើយជេវាហើយប្រធានក៏អញ្ចឹងបានតែជេប្រធានឯវិនពេលឲ្យឡើងដេកមិនដឹងថាកន្លែងហ្នឹងប្រវាក់កម្រិតណាទេអត់ចេះស្ទាបស្ទង់មើលស្ទាបដឹងស្ទង់ដឹងព្រៀងនីតិដឹងថាកន្លែងហ្នឹងដាក់មនុស្សប្រមាណអ្នកអីទេចេះតែជេចេះតែបខំទេខ្ញុំមានសម្ពាធជាមួយប្រធានជាមួយចិនណាបើចិនហ្នឹងមិនតែអូនឯងសម្ពាធទេចាយក៏សម្ពាធដែរជេក្បាលចាយរាល់ថ្ងៃបើចិននិយាយចិនហ្នឹងយើងស្ដាប់អត់បានយើងអត់ទៅឈឺចាប់ទេតែនេះជេខ្មែរទាំងអស់អាចចិនចេះខ្មែរហ្នឹងឈឺចាប់យកហ្មងនិយាយមួយម៉ាត់មកចឹងតែទូបេះដូងចេញក្រៅពេញតែទូបេះដូងចេញក្រៅឥឡូវទៅធ្វើការទៅចាំចែកដោះស្រាយឲ្យទៅអត់បាទដោះស្រាយរឿងសម្ពាធប្រធានសម្ពាធចិនសម្ពាធតុបអីហ្នឹងបាទមេអីក៏ដាក់សម្ពាធទៅកូនចាំមិនធម្មតាដែរខ្ញុំចង់ដាក់តើបើចិនជេក្បាលចាយដែរហ្នឹងបើមិនដែរអង្គុយលេងលើកជើងចឹងមិនដឹងពេលណាបានកម្មករអស់សម្ពាធជាមួយមេចិនប្រធានសុបអីហ្នឹងទេវាកម្មកររោងចក្រនៅតែមានសម្ពាធជាមួយមេអាចឹងจักពោះថៃมันទៅបែទៅអីទៅតាពេលនឹងនិយាយយូរខ្ញុំចុកទៅថ្ងៃមែនទិញស្លៃចាញ់ទិញស្លៃណាម៉ៃខេមែនចាស្នេះល្អប្រើណាអានេះប្រើពេលថ្ងៃអានេះតិចអានេះពណ៌ណាចាពណ៌នេះតិចណាអូនចាពណ៌នេះអត់តិចទេធម្មតានេះប្រើពេលថ្ងៃដែរសម្លេងអាណាម៉ៃខេហ្នឹងធ្វើពីកបាស់ធម្មជាតិ 100% ជាលទ្ធផលកូនខ្មែរយល់អត់ចាយកមួយហ្នឹងមែនចាយកទាំងអស់មកចាយកទាំងអស់មកអានេះប្រើពេលយប់ចាហើយជាភាសាជាលទ្ធផលកូនខ្មែរដែលណាក៏មានលួដែរចាយកតើពួកយើងហើយតែពីរនាក់3 4នាក់នេះ